សួស្តីបងអូនទាំងអស់គ្នាដល់ខែធ្លាក់ខ្យល់ហើយអញ្ចឹងខ្ញុំនឹងបង្រៀនបងអូនទាំងអស់គ្នាអំពីការចាក់កសែងបង្កតោះកុំឲ្យខាត់ពេលយូរមកមើលទាំងអស់គ្នាជាដំបូងឡើយយើងត្រូវឡើងកតុយកដោចេះមកអ្នកទាំងអស់គ្នាការចាក់កតុយកដោហ្នឹងខ្ញុំបានបរៀនអ្នកទាំងអស់គ្នាហើយអញ្ចឹងខ្ញុំអត់មានអីបញ្ជាក់វិច្រើនទៀតទេអញ្ចឹងយើងចាក់កតុយកដោចំនួន35គ្រាប់អ្នកទាំងអស់គ្នាសម្រាប់ដែរបងអូនអត់ទាន់បានមើលវីដេអូរៀនចាក់កតុយកដោនេះទេអាចចូលទៅមើលវីដេអូរបស់ខ្ញុំមុនបានហើយនេះជារូបរាងដែលយើងចាក់បានចំនួន35គ្រាប់អ្នកទាំងអស់គ្នាអញ្ចឹងយើងត្រូវចាក់ single crochet យើងធ្វើបែបនេះមកយើងតាក់អញ្ចឹងមកហើយយើងទាញចូលអញ្ចឹងមកបន្ទាប់មកយើងធ្វើចឹងទៀតយើងចាក់បែបហ្នឹងរហូតតតែដល់ខាងចុងនិយាយរួមទៅយើងចាក់បែបហ្នឹងរហូតតតែគ្រប់ចំនួនកតុយកដោដែលយើងបានចាក់35គ្រាប់ហ្នឹងណាអ្នកទាំងអស់គ្នាហើយរបៀបចាក់ single crochet នេះក៏ខ្ញុំបានបរៀនអ្នកទាំងអស់គ្នារួចរាល់ដែរអញ្ចឹងខ្ញុំគិតថាវាអត់ពិបាកទេចឹងហើយអ្នកទាំងអស់គ្នាអាចរៀនចាក់ជូនខ្លួនឯងឬក៏មនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាបានហើយនេះជារូបរាងដែលយើងចាក់ដល់ខាងចុងណាអញ្ចឹងបន្ទាប់មកយើងឡើងកតុយកដោមួយរួចហើយយើងចាក់ single crochet ដដែលប៉ុន្តែយើងឆ្កឹះយកតែមួយជាហៀងឯងយើងឆ្កឹះបែបហ្នឹងមកគឺយើងឆ្កឹះចាក់អញ្ចឹងមកយើងចាក់បែបហ្នឹងរហូតតតែដល់ខាងចុងនៅពេលដែលយើងចាក់ដល់ខាងចុងហើយយើងឡើងកតុយកដោមួយយើងចាក់បកមកវិញនិយាយរួមទៅកសែងមួយហ្នឹងគឺយើងចាក់បកទៅបកមកបកទៅបកមកដដែលបែបហ្នឹងរហូតមកអ្នកទាំងអស់គ្នាចាក់ឲ្យតតែបានប្រវែងដែលយើងចង់បានគិតថាល្មមនឹងខ្លួនរបស់យើងល្មមនឹងមនុស្សជាទីស្រឡាញ់របស់យើងបានអញ្ចឹងយើងផ្ដាច់អំបោះហើយយើងយកវាត្រឹមហ្នឹងមកហើយនេះជារូបរាងដែលយើងទទួលបាននៅពេលដែលយើងចាក់រាងវែងតិចនេះអ្នកទាំងអស់គ្នារូបរាងរបស់វាហើយមិនមែនចាក់ប៉ុណ្ណឹងហើយគឺយើងត្រូវចាក់តទៀតយើងចាក់ឲ្យបានវែងរហូតតតែសមល្មមទៅនឹងខ្លួនរបស់យើងហើយដល់ត្រង់ចំណុចនេះគឺយើងចាក់បានវែងសមល្មមហើយយើងចងជាយវាហើយការដែលចងជាយវាគឺយើងធ្វើបែបនេះមកយើងកាត់អំបោះសមល្មមប្រវែងយើងដាក់វាពណ៌ជាពីរអញ្ចឹងមកល្មមអញ្ចឹងមកហើយយើងកាន់បែបហ្នឹងបន្ទាប់មកទៀតយើងយកអំបោះចាក់របស់យើងហ្នឹងយើងយកយើងយកមកជុលចាក់របស់យើងហ្នឹងយើងយកមកឆ្កឹះមកដល់យើងរាប់ចន្លោះទុកចោលមួយហើយយើងយកមួយយើងឆ្កឹះបែបហ្នឹងមកនិយាយរួមទៅតាំងពីដើមក្បាលមកដំបូងមកគឺយើងធ្វើអញ្ចឹងយើងតាក់ពីដើមដំបូងហើយយើងតាក់មកប្រឡោះបន្ទាប់មកយើងចន្លោះចោលមកប្រឡោះយើងតាក់មកគួចមកប្រឡោះទៀតអញ្ចឹងយើងធ្វើមួយយើងចន្លោះចោលមួយយើងធ្វើមួយរហូតតែបានដល់ខាងចុងរបស់វានិយាយរួមទៅដល់មកតួកសែងហ្នឹងយើងតាក់ទាញវាអញ្ចឹងមកបន្ទាប់មកទៀតដៃរបស់យើងចាប់ហែកវាអញ្ចឹងហើយយើងចាប់ទាញមករួចហើយអ្នកទាំងអស់គ្នាគឺយើងធ្វើបែបហ្នឹងហើយយើងធ្វើបែបហ្នឹងមកឲ្យពេញមួយកសែងហ្នឹងមកជាកសែងហ្នឹងមកអ្នកទាំងអស់គ្នាហើយនេះជារូបរាងដែលយើងទទួលបានយើងបានបែបនេះអ្នកទាំងអស់គ្នាខ្ញុំគិតថាការដាក់ជាយនេះគឺស្អាតមែនតើនិយាយរួមទៅកន្លែងជាយនេះអ្នកទាំងអស់គ្នាចង់ដាក់ក៏បានមិនដាក់ក៏បានវាអាស្រ័យទៅលើអ្នកទាំងអស់គ្នាស្រឡាញ់ឬមិនស្រឡាញ់ទេហើយកសែងរបស់យើងក៏រួចរាល់ដែរអ្នកទាំងអស់គ្នាសង្ឃឹមថាវាជាប្រយោជន៍ជួបគ្នានៅវីដេអូក្រោយបាយបាយ